ភាសាផុសខ្មែរនេះវាថោកទាបណាស់ទៅឬក៏វាអន់ថយណាស់ទៅឬបានជាខ្មែរខ្លួនឯងហ្នឹងមិនចូលចិត្តប្រើរបស់ឯងតែចេះតែចង់ប្រើរបស់គេចឹងអាត្មាក៏ឆ្ងល់ទៀតថាផ្ទះរបស់ឯងមានដែរមិនដេចមិនចូលចិត្តនៅហេតុតែម៉េចក៏ចេះតែចង់ផ្ញើខ្លួនទៅដបូលផ្ទះគេសំពត់ខោអាវខ្លួនឯងមានស្លៀកមិនដេចក៏មិនស្លៀកមិនដេចក៏ចូលចិត្តទៅខ្ចីគេតើរបស់ខ្ចីគេនេះវាល្អណាស់ទៅឬបើថ្កុំថ្កើងរុងរឿងជាងរបស់យើងយ៉ាងណាទៅដែលភាសាផុសខ្លួនជាប់ជាភាសាវ័យចំណាស់ជាងគេលើពិភពលោកកែសម្រួលផ្សំគ្នាដោយភាសាបាលីភាសាសំស្ក្រឹតបូកនឹងភាសាអ្នកស្រុកអីចឹងទៅបានបង្កើតជាភាសាយើងនេះក្មេងដែលជាជនជាតិខ្មែរណាប៉ុន្តែលែងប្រស្រ័យតាក់ទងគ្នាជាភាសាខ្មែរហើយទៅប្រស្រ័យតាក់ទងគ្នាជាភាសាបរទេសដល់ត្រង់ណាអត់ចេះបរទេសហ្នឹងទៅបានបកមកនិយាយខ្មែរទៅមិនថ្មតាទេបើអញ្ចឹងដដែលមិនក៏មិននិយាយខ្មែរតែម្ដងទៅមិនស្រួលជាងណាបើសិនជាគេសរសេរជាអត្ថបទអង់គ្លេសមកថានិយាយពីត្រូវគ្មានខុសទេគ្មានខុស A គ្មានខុស T គ្មានខុស O អីទេត្រូវគ្រប់ជ្រុងជ្រោយប៉ុន្តែបើសរសេរជាអត្ថបទខ្មែរវិញបើមិនផ្ទៀងទេណាចាំអានមើលចុះមិនដឹងជាអក្ខរាវិរុទ្ធនោះខុសទៅប្រមាណបន្ទាត់ទេកាលសម័យអាណានិគមដែលបារាំងកាន់កាប់ត្រួតត្រាយើងហ្នឹងគឺខំក្នុងការកែប្រែនៅអក្សរសាស្ត្រដើម្បីឲ្យខ្មែរយើងត្រឡប់ទៅប្រើជាភាសាផ្សេងឯជាដើមឬអក្សរសាស្ត្រផ្សេងជាសំនៀងខ្មែរជាហើយប្រសង់ក្នុងសម័យកាលនោះបណ្ឌិតអ្នកប្រាជ្ញស្លាប់ក៏ច្រើនជាប់គុកក៏ច្រើនរហូតដល់មានសង្គ្រាមឆ័ត្រអីជាដើមហ្នឹងគឺថាតស៊ូក្នុងរឿងរក្សាឲ្យបាននៅអក្សរសាស្ត្រអីហ្នឹងជាដែរប៉ុន្តែដល់តែយើងសពថ្ងៃក៏អត់មានអ្នកណាមកគំរាមកំហែងប្រកបប្រជាឲ្យបដូរភាសាអីទេវាចេះតែចង់បដូរតែខ្លួនឯងអញ្ចឹងទៅណាយើងគិតមើលដូចថាសពថ្ងៃចេះភាសាគេនោះវាចង់ច្បាស់ជាងភាសាខ្លួនអីចឹងទៅអក្សរខ្មែរសរសេរមិនតន់ដឹងជ្រុងដឹងបន្ទាត់អីទៅអក្ខរាវិរុទ្ធមិនដឹងត្រូវមិនដឹងខុសទៅបំណងគ្នាប្រឹងសវ៉ាបទិញទៅភាសាដតីទៅគិតទៅអភ័ព្វដែរសម័យកាលមុននោះខ្មែរក៏បែកបាក់គ្នាកាលសង្គ្រាមរាំងជលអីចឹងទៅណាវាអភ័ព្វមួយរឿងទៅហើយដល់សម័យសពថ្ងៃនេះមិនតាន់ឈប់អភ័ព្វទេទៅជាមានគំនិតប្រឹងរៀនភាសាគេដើម្បីមកធ្វើការក្នុងប្រទេសខ្លួនឯងយ៉ាងនេះគិតមើលវាត្រង់ហ្នឹងវាអភ័ព្វឬមិនអភ័ព្វប្រឹងរៀនភាសាគេដើម្បីមកធ្វើការក្នុងប្រទេសខ្លួនឯងហើយចិនមកចឹងទៅខំនាំគ្នារៀនចិនទៅអង់គ្លេសមកទៅនាំគ្នាប្រឹងរៀនអង់គ្លេសទៅវាមិនមែនថាមិនឲ្យរៀនទេគ្រាន់តែថាទន្ទឹមនឹងចេះរបស់គេនោះវាត្រូវតែចេះរបស់ខ្លួនឯងនោះឲ្យច្បាស់ជាមុនសិនដើម្បីធានាឲ្យបាននៅភាពរឹងមាំដែលជាគ្រឹះរបស់ខ្លួននោះមិនមែនថាយើងបញ្ឈរមុខតែខ្លួនជាខ្មែរមិនតែប្រឹងសិក្សាភាសាគេហើយដើម្បីមកធ្វើការឲ្យ
ទឹកដីកំណើតខ្លួនឯងអីចឹងជាដើមទៅឯងដល់តែជនជាតិគេមកដល់ស្រុកខ្មែរអត់បាច់ខ្វល់អំពុលថាត្រូវរៀនភាសាខ្មែរអីទេត្រង់ហ្នឹងអាពំនោះឡូបើស្រុកសៀមអត់ចឹងទេស្រុកសៀមតែបរទេសមកត្រូវរៀនសៀមចង់បានប្រគុណសៀមតើរៀនសៀមចេះចង់ធ្វើការនៅស្រុកសៀមតើនិយាយសៀមបានអត់ទេយើងបរទេសមកស្រុកខ្មែរតកែធំអីមិនតែខ្វល់អំពុលថាចាំបាច់រៀនខ្មែរអីបានពាក់ខែលឹះអាខ្មែរយើងខំប្រឹងរៀនភាសាគេដើម្បីធ្វើការឲ្យគេទៅទៀតអានេះមិនមែនជាកំហុសអ្នកណាទេវាជារបយើងទាំងអស់គ្នារឿងភាសានេះចេះច្រើនល្អហើយលោកមិនអីទេតែបើយល់ល្អចេះគ្រាន់តែចាំស្ដាប់តែគេជាយើងឬទៅសារយើងទៅបានហើយតែគេមកនោះត្រង់យើងនិយាយយើងទៅបានហើយប៉ុន្តែមកដល់ដីខ្មែរនិយាយខ្មែរទៅប្រើភាសាខ្មែរអញ្ចឹងទៅហើយប្រឹងប្រែងរៀនអក្សរសាស្ត្រខ្លួនឯងឲ្យច្បាស់ណាថ្ងៃកុំឲ្យសរសេរភាសានិយាយមិនអីទេណាលោកណាតោះអាម៉េចទៅមិនស្អីអាម៉េចនិយាយខុសត្រូវយ៉ាងម៉េចភាសានិយាយមិនអីទេតែភាសាសរសេរនេះគប្បីតាប្រឹងប្រែងសរសេរត្រូវជាតួខ្មែរទៅឥឡូវខ្មែរគ្នាឯងសរសេរខ្មែរទៅឆ្លើយតបគ្នាដោយសារដោយអីហ្នឹងសសរខ្មែរមានទេតាអក្សរព្យញ្ជនៈអីមានសពគ្រប់បែបយ៉ាងទេតាយើងចាំបាច់ទៅប្រើផុសគេយើងមិនទាន់ដល់ថ្នាក់មិនចេះភាសាខ្លួនឯងរហូតដល់យកភាសាទី2ទី3មកជំនួសឯណាភាសាអស់នោះយើងរៀនសម្រាប់តែតំណាក់តំណងបីដូចតែថ្នាំយើងមានសម្រាប់លេបទៅពេលឈឺអញ្ចឹងណាបើយើងមានថ្នាំអាំងតើអញមានប៉ារ៉ាចេះតែលេបទៅមិនក្តៅខ្លួនក៏លេបដែរមិនឈឺក្បាលក៏លេបដែរលេបយូរក៏ឈួតមនុស្សយ៉ាងណាចំណេះដឹងក៏ដូចគ្នាដែរប្រើការតើតែចាំបាច់ដែរខ្មែរនិយាយខ្មែរតែរឿងខ្លះឃើញសង្វេគខ្ញុំក៏ណាខ្ញុំម្ចាស់ឃើញក្មេងដែលជាជនជាតិខ្មែរណាប៉ុន្តែលេងប្រស្រ័យតាក់ទងគ្នាជាភាសាខ្មែរហើយទៅប្រស្រ័យតាក់ទងគ្នាជាភាសាបរទេសដល់ត្រង់ណាអត់ចេះបរទេសហ្នឹងទៅបានបកមកនិយាយខ្មែរមិនតែទេបើអញ្ចឹងដដែលហ្នឹងមិនក៏មិននិយាយខ្មែរតែម្ដងទៅមិនស្រួលជាងណាឬយើងមានភាសាឯតាភាសានេះស្លាប់មនុស្សច្រើនណាស់ដើម្បីរក្សាដើម្បីធានាឲ្យបានដូចលោកអុកញ៉ាសើងគុយហ្នឹងណាគាត់ស៊ូស្លាប់ឲ្យគេកាត់ក្បាលគាត់ដើម្បីគាត់រក្សាភាសាគាត់ឲ្យនៅលើទឹកដីគាត់ដល់ដល់សប្ថ្ងៃដីនៅក្រោមការគ្រប់គ្រងរបស់គេក៏ពិតមែនប៉ុន្តែគេនៅតែមានឈ្មោះថាខ្មែរក្រោមអីចឹងទៅដោយសារអីដោយសារវប្បធម៌គេនៅអក្សរនៅភាសានៅដល់តែខ្មែរលើអញ្ចឹងទៅដូចនៅសុរិន្ទនៅស៊ីសៈកេតនៅបូរីរំនៅដែលយើងថាពាក្យថៃថាបូរីរ៉ាំនៅនគររាជសីមានៅអីហ្នឹងគឺថានៅនិយាយភាសាខ្មែរអញ្ចឹងដែរបើទោះតែសពថ្ងៃនៅក្រោមអំណាចសៀមក៏ទៅគេនៅនិយាយខ្មែរអញ្ចឹងសៀមអ្នកនៅខ្មែរលើនិយាយសៀមតែជាមួយសៀមទេដល់តែនៅផ្ទះនៅអីគេនិយាយខ្មែរយើងចេះតែគាត់ថាសំនៀងខ្មែរនោះវាយើងថារដើនឬយ៉ាងម៉េចយ៉ាងជាវគេនៅនិយាយខ្មែរចាប៉ុន្តែដល់តែខ្មែរកដាលយើងហ្នឹងណាស់តែដូចតែជួផ្សំផងទៅហ្នឹងហើយដូចតែជួផ្សំផងទៅចេះបន្តិចបន្តួចទៅក៏លែងនាំគ្នា
ធ្វើចេះភាសាខ្លួនណាខ្លាចតែគេមិនដឹងតែចេះណែភាសាគេអីចឹងទៅគ្រាន់តែដឹងថាគេមកបោកប្រាស់យើងឬមកជួយយើងពិតប្រាកដរៀនដើម្បីឲ្យដឹងថាគេជាមិត្តឬជាសត្រូវរៀនឲ្យគ្រាន់តែចេះទុកបង្ការពេលដែលចាំបាច់មិនមែនយកមកជំនួសឲ្យភាសាកំណើតខ្លួនឯងទេបើចំនួនយើងនាំគ្នាយកភាសាដតីមកជំនួសបាត់ទៅហើយវាចប់ហើយយើងជាប្រទេសមានដើមកំណើតមានភាសាមានអក្សរយើងត្រូវរក្សាអត្តសញ្ញាណហ្នឹងយើងមិនមែនដោយប្រទេសសង្ហបុរីអីគេចេះតែផ្ដុំគ្នាពីនេះពីនោះមកយកមកណែកើតជាប្រទេសមួយទៅគេនិយាយ6 7 8ភាសាមិនអានោះស្រុកគេវាកើតក្រោយយើងទៅយើងវាកើតមុនគេឥឡូវបើយើងមិនថែរក្សាភាសាខ្លួនអក្សរសាស្ត្រខ្លួនទេ20ឆ្នាំទៅទៀតហ្នឹងខ្មែរនិយាយលាយគ្នាឥឡូវមានបដាអីតាខ្មែរជួបគ្នាទៅលេងអ្នកលេងតម្លងអីចឹងទៅជាអីចឹងទៅអានោះក៏មិនមែនពាក្យខ្មែរអីពាក្យលាយដែរបងថ្លៃនោះក៏លេងហៅគ្នាបងថ្លៃទៅហៅសោអីចឹងទៅបើខ្មែរសោនោះសម្រាប់តែចាក់ទុករបស់នេះតែឥឡូវហ្នឹងវាប្រើអាសោហ្នឹងវាចូលពីមិនដឹងសោមួយម៉ាត់ហ្នឹងមិនដឹងសំដៅលើសោចាស់ទេសោបងថ្លៃទេពេលទៅលាយណាជាងគិតមើលឥឡូវបើតាឧទាហរណ៍ទៅប្រើថាឥឡូវឯងទៅយកសោបន្តិចមកមិនដឹងតែយកបងថ្លៃមកតែយកអាសោចាក់នោះមកវត្តមានសំលេងអីដូចតាសៀមទៅគេមានមក2 3កលៈទៅម៉ៃអីម៉ៃធីម៉ៃត្រីម៉ៃចាត់ថ្វាយទៅគេដឹងសំលេងតែយើងនេះសោទាំងអស់មិនដឹងឲ្យសោអីនៅខ្មែរយើងវាចូលលាយអញ្ចឹងណាលាយគ្នាណាបាត់អ្នកនោះបាត់ឈឹងហើយលែងលឺហើយនៅតែថ្ងៃបាត់បាត់មីងឥឡូវឲ្យសឹងបាត់លឺតែអ៊ីទេអាអ៊ីចិននោះមានអាអ៊ីដេកអាអ៊ីមីងហ្នឹងមួយអ៊ីដេកទេអ៊ីតោះអាហ្នឹងដេកទៅវល់ដេកទេអ៊ីមួយទៀតនោះមីងអីចឹងគេសន្មត់ហើយអញ្ចឹងតែព្រោះចិនវាមានសំនៀងសៀងដូចន័យដូចខុសគ្នាវាមានពាក្យខ្លះន័យដូចទេតែពាក្យខ្លះសំនៀងដូចអីចឹងទៅអូខេមានអក្សរសាស្ត្ររបស់គេតើយើងមានអក្សរសាស្ត្ររបស់យើងដែរមានពាក្យរបស់យើងដែរប៉ុន្តែតែលែងចង់ប្រើស្មាចេះតែនឹកឃើញថាតើភាសាផុសខ្មែរនេះវាថោកទាបណាស់ឬក៏វាអន់ថយណាស់ទៅឬបានជាខ្មែរខ្លួនឯងហ្នឹងមិនចូលចិត្តប្រើរបស់ឯងតែចេះតែចង់ប្រើរបស់គេចឹងមកក៏ឆ្ងល់ទៀតថាផ្ទះរបស់ឯងមានមែនមិនដេចមិនចូលចិត្តនៅហេតុតែម៉េចក៏ចេះតែចង់ផ្ញើខ្លួនទៅដបូលផ្ទះគេសម្ពុតខោអាវខ្លួនឯងមានស្លៀកមិនដេចក៏មិនស្លៀកមិនដេចក៏ចូលចិត្តទៅខ្ចីគេតើរបស់ខ្ចីគេនេះវាល្អណាស់ទៅឬព្រោះកុំស្កើងរុងរឿងជាងរបស់យើងយ៉ាងណាទៅដែលភាសាផុសខ្លួនជាប់ជាភាសាវ័យចំណាស់ជាងគេលើពិភពលោកកែសម្រួលផ្សំគ្នាដោយភាសាបាលីភាសាសំស្ក្រឹតបូកនឹងភាសាអ្នកស្រុកអីចឹងទៅបានបង្កើតជាភាសាយើងនេះខ្មែរសពថ្ងៃនេះផ្ទៀងផ្ទាត់ដោយក្រុមជំនុំណែបច្ចុប្បន្ននៅក្រមសម្ដេចព្រះសង្ឃរាជសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងព្រះមន្ត្រីសង្ឃសម្ដេចព្រះរាជាគណៈទៀងផ្ទាត់ចងក្រងទុកឲ្យប្រើប្រាស់សពគ្រប់បែបយ៉ាងយើងមិនប្រើបាត់ប្រើលោកទាំងឡាយដូចខ្ញុំកណាខ្ញុំពូលក៏គេនឹងដើមអញ្ចឹងថាអភ័ព្វទេដែលយើងប្រឹងរៀនភាសាគេដើម្បីទៅធ្វើការក្នុងស្រុកខ្លួនឯង
រហូតភ្លេចឲ្យតម្លៃភាសាខ្លួនឯងតើចុះម៉ាយក្នុងប្រទេសនេះមានលិខិតគតិយុត្តដែលឆ្លើយឆ្លងរវាងរដ្ឋនិងរដ្ឋថាលែងប្រើភាសាខ្មែរឯនៅហើយដល់ទាញខ្វោកមកឯកសារខ្លះខ្ញុំកណាថ្មមើលឯកសាររដ្ឋបាលនោះឈឺក្បាលជានោះបើសិនជាគេសរសេរជាអត្ថបទអង់គ្លេសមកថានិយាយពីត្រូវគ្មានខុសទេគ្មានខុស A គ្មានខុស T គ្មានខុស O អីទេត្រូវគ្រប់ជ្រុងជ្រោយប៉ុន្តែបើសរសេរជាអត្ថបទខ្មែរវិញបើមិនផ្ទៀងទេណាចាំអានមើលចុះមិនដឹងជាអក្ខរាវិរុទ្ធនោះខុសទៅប្រមាណបន្ទាត់ទេនេះជារឿងដែលគួរតែសង្វេគហើយបើទៅធ្លាក់ទឹកតាំងពីប៉ុណ្ណឹងទៅហើយទៅមុខទៀតនៅរំពឹងអីពឹងអីដល់តែបាត់គូស្រែករកគូហើយដល់គេសួរតែគូណែឯងពណ៌អីបើអត់ស្គាល់គូក្នុងផងនោះចេះអល់គូគេទៅពីទៅបៀសទៅមិនទៅណែជាងទម្លាប់ដាច់គូដាច់បានធ្វើរបងចោលលួចបាត់ផងបាននាំគ្នាប្រយ័ត្នទៅច្រើនតែអញ្ចឹងតែគេដល់ថ្ងៃខ្មែរយើងចេះមានទស្សនៈតែខ្លាចប្រទេសសៀមលួចចម្លងនេះចម្លងនោះខ្លាចណែប្រទេសគេនេះយកអានេះយកអានោះស្មាររងៃបនតែគេលួចតែបានគេលួចទៅបាននាំនេះផ្អើលទៅនាំនេះថែរក្សាទៅបានមកផ្លែតចឹងទៅគាត់បានតិចដែរយើងភ្លេចគិតសតិសម្បញ្ញៈយើងនេះវានៅខ្សោយណាហើយអញ្ចឹងចាំផ្ដើមបន្ទោសហើយតែបន្ទោសមកពីជំនឿជាសាសនាមកទៅពីចេះទៅបានបាត់បង់ទឹកដីបានបាត់បង់ថាគ្មានទេអាបាត់បង់មកពីគេជឿគេងាយពេកហើយមិនសិក្សាពីខ្លួនឯងចាំស្ដាប់តែគេស្រែកបើគេស្រែកថាអូអញ្ចេះទេទៅអញ្ចឹងអត់បានតឹងថានងពិតទេមិនពិតផងហ្នឹងអូបើគេស្រែកថាចិនចូលស្រុកហើយបន្តិចចិនយកដីហើយនាំគ្នាស្អប់ចិនអញ្ចឹងទៅប៉ុន្តែដល់ខែចិននោះសឹកតែចិនអត់ចេះចិនមួយម៉ាត់នោះក៏ចិនដែរមិនដឹងស្អប់ចិនតាមរបៀបម៉េចទេស្មារមិនដឹងនេះយើងនាំគ្នាឥឡូវសួរថាការដែលបាត់បង់ផលប្រយោជន៍ប្រទេសជាតិសង្គមជាតិគ្រួសារហ្នឹងវាមកតែពីគៈដតីឬមកពីខ្លួនឯងមកពីខ្លួនឯងហើយជំនឿទៅទៀតសោតហ្នឹងក៏ដឹងមិនប្រកបជឿមិនប្រកបដែរប្រទេសជាតិមួយដែលវានេះបាត់បង់ទៅហ្នឹងមិនមែនអាស្រ័យលើបច្ឆាមិត្តដតីអីពេកទេវិឆាមិត្តក៏អាចជាចំណែកមួយចូលមករົບគួនបំផ្លិចបំផ្លាញក៏ពិតមែនហើយប៉ុន្តែការបាត់បង់ការសាបសូន្យការរលាយទៅនៃពូជសាសន៍មួយនោះគឺនៅលើប្រជាជាតិនេះបែកបាក់គ្នាកាលណាប្រជាជាតិនោះបែកបាក់គ្នាប្រជាជាតិនោះក៏រមែងវិនាសសាបសូន្យទៅដូចគ្នាដែរយើងសពថ្ងៃវាមិនតាន់បែកបាក់គ្នាអីទេប៉ុន្តែវាស្ថិតនៅក្នុងចង្កោមដែលតាសង្ស័យគ្នាមិនគោរពកោតក្រែងគ្នារវាងខ្មែរនិងខ្មែរចេះតាហើយឬខ្មែរមិនស្គាល់នៅវត្ថុតាងជាអត្តសញ្ញាណខ្លួននេះចេះតាដោយតួយ៉ាងអក្សរសាស្ត្រជាណាតែអក្សរសាស្ត្ររលំជាតិរលាយពាក្យហ្នឹងក៏ប្រើអញ្ចឹងដែរព្រោះថាប្រទេសមួយមានភាសាកំណើតមានអក្សរកំណើតដែលបង្ហាញពីអត្តសញ្ញាណពីដួងព្រលឹងរបស់ខ្លួនប៉ុន្តែយើងសពថ្ងៃរៀងវីវទាំងមិនដឹងខ្លួនវីវដូចមិនដេចទៅកាលសម័យអាណានិគមដែលបារាំងកាន់កាប់ត្រួតត្រាយើងហ្នឹងគឺខំ
ខំក្នុងការកែប្រែនៅអក្សរសាស្ត្រដើម្បីឲ្យខ្មែរយើងត្រឡប់ទៅប្រើជាភាសាផ្សេងជាដើមឬអក្សរសាស្ត្រផ្សេងជាសំនៀងខ្មែរទៀតហើយប្រសង់ក្នុងសម័យកាលនោះបណ្ឌិតអ្នកប្រាជ្ញស្លាប់ក៏ច្រើនជាប់គុកក៏ច្រើនរហូតដល់មានសង្គ្រាមឆាត់អីជាដើមហ្នឹងគឺថាតស៊ូក្នុងរឿងរក្សាឲ្យបាននៅអក្សរសាស្ត្រអីហ្នឹងទៀតប៉ុន្តែដល់តែយើងសពថ្ងៃក៏អត់មានអ្នកណាមកគំរាមកំហែងប្រកបវិជ្ជាឲ្យបដូរភាសាអីទេវាចេះតែចង់បដូរតែខ្លួនឯងអញ្ចឹងទៅណាយើងគិតមើលដូចថាសពថ្ងៃចេះភាសាគេនោះវាចង់ច្បាស់ជាងភាសាខ្លួនអីចឹងទៅអក្សរខ្មែរសរសេរមិនទាន់ដឹងជ្រុងដឹងបន្ទាត់អីទៅអក្ខរាវិរុទ្ធមិនដឹងត្រូវមិនដឹងខុសទៅនាំគ្នាប្រឹងសវ៉ាបទិញភាសាដតីទៅគិតទៅអភ័ព្វដែរសម័យកាលមុននោះខ្មែរវាបែកបាក់គ្នាកាលសង្គ្រាមរាំងជលអីចឹងទៅណាវាអភ័ព្វមួយរឿងទៅហើយដល់សម័យសពថ្ងៃនេះមិនទាន់ឈប់អភ័ព្វទេវាទៅជាមានគំនិតប្រឹងរៀនភាសាគេដើម្បីមកធ្វើការក្នុងប្រទេសខ្លួនឯងយ៉ាងនេះគិតមើលវាត្រង់ហ្នឹងវាអភ័ព្វឬមិនអភ័ព្វតែមនុស្សយើងសពថ្ងៃប្រើសម្ដីទៅព្រោះថាសារៈប្រយោជន៍បែបប្រការណាមួយនោះធ្វើឲ្យហួសកន្លងអំពីភាពពិតហើយកាលណាហួសកន្លងអំពីភាពពិតទៅសភាពនៃការពោលមិននឹងធឹងមិននឹងណោកាលណាការពោលមិននឹងធឹងមិននឹងណោធ្វើឲ្យសទ្ធាធ្លាក់ចុះប្រយោជន៍ដែលខ្លួនធ្លាប់រំពឹងពីការពោលមិនពិតនោះក៏បែរតែញ៉ាំងសេចក្តីអន្តរាយឲ្យកើតឡើងវិញផងក៏ថាបានព្រោះអាស្រ័យតែពាក្យមិនពិតនឹងឯងអញ្ចឹងយើងក៏លែងមើលសពថ្ងៃខ្វះអីមនុស្សដែលប្រើពាក្យមិនពិតក្នុងការនិយាយដើម្បីញ៉ាំងប្រយោជន៍ណាមួយឲ្យកើតឡើងប៉ុន្តែការដែលកើតឡើងពីប្រយោជន៍ទាំងអស់នោះគង់វង្សទេនឹងធឹងទេគឺមិននឹងធឹងទេរមែងមានសភាពដូចភ្លើងចំបើងអញ្ចឹងឆេះហើយឆាបហើយក៏ឃើញល្អធ្លោទៅប៉ុន្តែក៏ឆាប់រលត់ទៅវិញព្រោះអាស្រ័យតែភាពមិនពិតហ្នឹងឯងខ្ញុំធ្លាប់ពោលដាស់តឿនលោកទាំងឡាយហើយថាពេលវេលានឹងបញ្ជាក់ពីភាពពិតនិងមិនពិតនោះច្បាស់លាស់ណាស់បើកាលណាយើងជ្រើសរើសផ្លូវមិនពិតហើយគឺថាយើងត្រូវដើរលើផ្លូវមិនពិតនឹងបន្តទៅទៀតហើយការដែលដើរទៅបន្តនោះវាធ្វើឲ្យយើងកាន់តែជ្រៅទៅក្នុងសភាពមិនពិតហើយភាពសោកសៅភាពសោកសង្រេងវារមែងនឹងកើតលើខ្លួនយើងនៅពេលខាងក្រោយតែបើសិនតែយើងរស់នៅក្នុងភាពពិតដែលហើយទៅសំបីតែមួយថ្ងៃវាធ្វើឲ្យយើងនឹងវាបាននៅសភាពពិតនោះវាហើយសភាពពិតនោះវារមែងឲ្យយើងជ្រាបនៅហេតុដែលយើងជួបនិងមិនជួបបច្ចុប្បន្នសាច់បាត់ទៅហើយមិនធ្វើឲ្យយើងសបាយហើយត្រឡប់ទៅជាការតបវិញអាស្រ័យរឿងពិតនិងមិនពិតនោះទេអញ្ចឹងបានតែរាល់រឿងទាំងឡាយទាំងពួងមុននឹងយើងហាស្ដីអ្វីគ្រប់បែបយ៉ាងនេះគឺថាគប្បីគិតអំពីផលខាងចុងបង្អស់នៃសាច់រឿងទើបធ្វើឲ្យយើងពិចារណាច្បាស់លាស់បើយើងគ្រាន់តែចង់ឃើញផ្លែផ្កានិងចំណុចដើមនៃសាច់រឿងទេយើងមិនបានគិតអំពី
ចុងបញ្ចប់នៃសាច់រឿងទេនេះយើងសោកសៅនៅក្នុងថ្ងៃខាងក្រោយអាប់ទាំងយុះអាស្រូវទាំងឈ្មោះទេអាស្រ័យរឿងមិនពិតនឹងឯងអញ្ចឹងបានតែសូមឲ្យយើងគិតនឹងយកលំនាំតាមព្រះដែលមានពុទ្ធិដែលព្រះអង្គប្រកាសសម្ដែងតែរឿងពិតហើយមានប្រយោជន៍រឿងខ្លះពិតក៏ពិតមែនហើយប៉ុន្តែគ្មានប្រយោជន៍ដោយតួយ៉ាងពាក្យតេះដៀលគ្នាអីជាណាយើងឃើញឥឡូវនេះមានភៀមផ្អើលជូឆរតាតេះដៀលប្រមាថគ្នារវាងជាតិសាសន៍មួយទៅជាតិសាសន៍មួយរវាងសំណាក់សាសនាមួយទៅសំណាក់សាសនាមួយអីជាណាទង្វើណាក៏ដោយបើធ្វើទៅដាក់អ្នកដតីគេមិនទទួលព្រោះថាលែងអីនឹងធ្លាក់មកលើខ្លួនយើងទេហើយបើថារឿងក្នុងពិតផងធ្លាក់មកយើងមានភាពពិតមកជាទីអាងប៉ុន្តែដល់តែពេលធ្លាក់មកមិនពិតរឿងមិនពិតនោះវាដុតយើងឲ្យរលរៀលឲ្យក្តៅក្រហាយហើយភាពសោកសៅវាកើតឡើងខ្ញុំកណ្ដាលខ្ញុំគេថាពោលដាស់តឿនលោកទាំងឡាយហើយថាលើលោកនឹងអត់មានថ្នាំបាត់ស្ដាយក្រោយទេអញ្ចឹងហើយមុននឹងធ្វើអីគិតពីលទ្ធផលកុំសបាយដោយសត្វមមាញឃើញភ្លើងយកទៅភ្លេចមើលខាងក្រោមគេទប់ចាប់ចង្រិតទេឯងមិនចង្រិតផងរត់ទៅចុះអន្ទាក់នងគេងឯងដែរអូសបាយណាស់យើងគិតមើលតែមេភ្លៀងបើហើទៅតាមភ្លៀងទៅវាមិនចេះទៅណាទៅទុំដើមឈើដើមអីទៅមិនចេះទៅអីអត់អីតែសបាយអមភ្លើងហ្នឹងវាជាអន្ទាក់យើងមនុស្សបើសបាយមិនអីទេតែច្រើនតែភ្លើតភ្លើងអញ្ចឹងហើយសង្គមយើងឥឡូវវាសម្បូរអ្នកភ្លើតភ្លើនបកងដោយពិតហើយមានប្រយោជន៍ទេព្រះដែលមានគុភីព្រះអង្គសំតែពាក្យណាមានប្រយោជន៍ប៉ុន្តែមិនពិតពាក្យទាំងឡាយនោះព្រះតថាគតព្រះអង្គមិនសំដែងពាក្យណាដែលពិតហើយក៏ដោយប៉ុន្តែគ្មានប្រយោជន៍នោះក៏ព្រះតថាគតព្រះអង្គមិនសំដែងដែរព្រះតថាគតព្រះអង្គសំដែងតែពាក្យណាពិតហើយមានប្រយោជន៍ទៀតទៅព្រះអង្គសំដែងព្រោះថាសត្វលោកទាំងឡាយរស់នៅដោយភាពមិនពិតបាត់ទៅហើយសបាយវង្វេងនាំគ្នាអ៊ូអឈូឆទៅតែក្នុងសភាវៈមិនពិតនឹងទៅហើយកាលណាបើពុទ្ធដីកាព្រះអង្គសម្ដែងមិនពិតទៀតនោះគឺថាសត្វលោកទាំងឡាយវិញ្ញាចាំបានព្រះអង្គតែងទូមានដល់សាវករបស់ព្រះអង្គថាពាក្យដែលពិតហើយមានប្រយោជន៍ពោលចុះនៅក្នុងធម្មកថាក្តីដែលជាលំអបទទាំង3ក្នុងការសម្ដែងគឺលំអបទដើមបទកណ្ដាលនិងបទចុងពាក្យតេះដៀលខ្លះវាមិនមែនមិនពិតទេពាក្យតេះដៀលខ្លះពិតអញ្ចឹងដែរប៉ុន្តែពាក្យតេះដៀលខ្លះពិតប៉ុន្តែសួរថាមានប្រយោជន៍ទេអត់មានប្រយោជន៍ទេហើយវាញ៉ាំងភាពក្តៅក្រហាយឲ្យវិញទៀតដោយសារតែវាពិតប៉ុន្តែវាអត់ប្រយោជន៍ហើយលើកយកមកពោលមកស្ដីមកថាទៅវារមែងញ៉ាំងភាពក្តៅក្រហាយឲ្យដល់ខ្លួនឯងគុណាគុណម្ចាស់ដូចពាក្យមាក់ងាយគ្នាពេលខ្លះមនុស្សដែលគេមាក់ងាយហ្នឹងត្រូវតាមិនមែនខុសទេមនុស្សដែលគេមាក់ងាយហ្នឹងណាគេហៅថាគេមាក់ងាយយើងដោយប្រការកប្រការខនេះគឺថាជួនកាលគេមាក់ងាយត្រូវប៉ុន្តែសូថាការមាក់ងាយនោះ
វាត្រូវមែនហើយវាពិតអញ្ចឹងមែនហើយប៉ុន្តែសួរថាមានប្រយោជន៍ទេវាអត់ប្រយោជន៍បើកាលណាវាអត់ប្រយោជន៍ពោលទៅថ្លៃត្បិតតែអញ្ចឹងមែនតែវាញ៉ាំងភាពក្តៅក្រហាយឲ្យដល់ខ្លួនឯងនឹងចាប៉ុន្តែមនុស្សគ្រប់គ្នាចូលចិត្តអញ្ចឹងចូលចិត្តតែពេលណាដែលខ្លួនគ្រាន់បើជាងអ្នកដតីទៅពោលតេះដៀលឬក៏បង្អាប់បង្កោសអ្នកដែលអន់ជាងខ្លួនអញ្ចឹងទៅមនុស្សហេច្រើនសប្បាយអញ្ចឹងបាទអញ្ចឹងមិនថាតែជនជាតិណាទេសំបីតែខ្មែរយើងខ្លួនឯងហ្នឹងក៏ដោយក៏តែភាកច្រើនហ្នឹងក៏តែចូលចិត្តតែដៀលបង្អាប់បង្ខូចតែគ្នាឯងហ្នឹងក៏តែមានដែរនេះយើងគិតអញ្ចឹងទៅលេងនៅរយៈកាលប្រហែលថ្ងៃហ្នឹងទៅឃើញគេឈូឆរវឹកវងរឿងអ្នកណាបង្អាប់អីអ្នកណាអញ្ចឹងទៅក៏លេខមកវិញថាយើងធ្លាប់បង្អាប់គេទេធ្លាប់អញ្ចឹងដែរហ្នឹងណាមិនមែនថាមិនធ្លាប់ទេធ្លាប់ពោលតេះដៀលគេទេថាធ្លាប់អញ្ចឹងដែរណាយើងធ្លាប់អញ្ចឹងតែសួរថាពេលខ្លះយើងមិនទាំងពោលបង្អាប់តេះដៀលពេលមកយើងជាជឿនលូជាពោលតេះដៀលជឿនលូជាជួយឲ្យវាបានតែបេតពលសារជាបពុនចូលតែទីចាជួយជាទីចាប៉ុន្តែចូលតែសោកសៅទេចុងក្រោយវាអត់មានចំណេញអីទេវាអត់ប្រយោជន៍វាញ៉ាំងតែភាពក្តៅក្រហាយមកឲ្យសប្តាហ៍ថ្ងៃយើងគ្រប់គ្នាអត់ចូលចិត្តទេការដែលគេបង្អាប់តេះដៀលហ្នឹងចូលចិត្តឲ្យគេសរសើរប៉ុន្តែមនុស្សដែលគេសរសើរវាតតែមនុស្សនោះគ្រាន់បើអស្ចារ្យអញ្ចឹងមនុស្សមិនគ្រាន់បើមិនអស្ចារ្យអីទេគឺថាគេមិនទៅសរសើរទេវាបានត្រឡប់មកវិញគឺថាពាក្យបង្ទោសបង្អាប់ពាក្យស្ដីថាមាក់ងាយអីអញ្ចឹងយ៉ាងណាមួយជាតិសាសន៍មួយក៏អញ្ចឹងដែរជាតិសាសន៍មួយបើកាលណាចង់ធ្វើខ្លួនកុំឲ្យទេដតីអាប់តេះដៀលមើងងាយមើលស្រាលនោះក៏តើតែយើងជាតិសាសន៍នោះជាតិសាសន៍មួយដែលខ្លាំងហើយមាននៅអត្តភាពបើសិនតែយើងមិនធ្វើខ្លួនយើងឲ្យមានអត្តភាពឲ្យខ្លាំងទេវាជៀសមិនផុតទេពីភាពមាក់ងាយរបស់អ្នកដទៃនោះហើយកុំថាឡើយភាពមាក់ងាយរបស់អ្នកដទៃដែលគេតេះដៀលនោះគុំតែមានជាតិសាសន៍ខ្លួនឯងតេះដៀលជាតិសាសន៍ខ្លួនឯងដែរទេព្រោះតែថាជាតិសាសន៍មួយហ្នឹងមិនប្រកែមិនខ្លាំងអីអញ្ចឹងតែដោយតែយើងសពថ្ងៃខ្វះណាស់ទៅឲ្យខ្មែរដែលតេះដៀលខ្មែរគ្នាឯងយើងគិតមើលដែលឃើញនេះដែលឃើញខ្មែរតេះដៀលពូជសាសន៍ខ្លួនឯងថាពូជថោកទាពូជមិនថ្លៃធ្នូពូជពិបាកបដៅពិបាកនិយាយអីមានតែលឺទេមានតើមិនអត់អីនេះយើងគិតថាមិនបាច់ជាតិសាសន៍ដតីផងតែជាតិសាសន៍ខ្លួនឯងនៅតែតេះដៀលគ្នាឯងនៅតម្រាំអ្នកដតីគេមើលឃើញយ៉ាងម៉េចមកទៅពីយើងវានៅមានកំរិតបើភាសាដែលគេនិយាយស្រួលស្ដាប់ថាយើងវានៅខ្សោយគឺថាយើងវានៅអន់ជាងគេតែបើយើងគ្រាន់បើជាងគេទៅមាននរណាគេហ៊ានតេះដៀលឧទាហរណ៍តែមកកម្មវិធីអញ្ចឹងយើងជិះម៉ូតូមកហើយគេជិះឡានមកយើងជិះម៉ូតូមកគេថាមិនក៏ឯងជិះម៉ូតូមកការគេអញ្ចឹងមកកម្មវិធីគេអញ្ចឹងគេថាអញ្ចឹងវាត្រូវព្រោះយើងនៅជិះម៉ូតូបើយើងជិះឡានគ្រាន់បើជាងគេទៅគេមិនហ៊ានថាទេបើតែជិះឡានប្រហែលគេអីទេគេក៏មិនមាត់មិនកអីដែរគេក្រែងយើងខ្លះដែរយ៉ាងណាមិញសង្គមមួយជាតិសាសន៍មួយអញ្ចឹងដែរបើតែយើងគ្រាន់បើទៅយើងមានជាងគេទៅយើងសម្បូរសម្បើមជាងគេទៅថាណាទៅហ៊ានរករឿងណាទៅហ៊ានមាក់ងាយអី
តែដល់ពេលយើងនៅទិនខ្សោយជាងគេចូលចិត្តទៅថាមកគេតេះឌីលហើយអាងថាយើងនោះអតីតមហាអំណាចអតីតរឿងរឿងហួសហើយតា ដូចយល់សពអញ្ចឹងហ្នឹងយកមកប្រើការហ្នឹងបានផលខ្លះមិនបានផលខ្លះទេឥឡូវយើងក៏លេខទៅ900ឆ្នាំមុនសម័យយើងមានអាណាចក្រធំទលំទលាយរឿងហោះ900ឆ្នាំមុនទេរឿងឥឡូវហ្នឹងក៏អត់មានយក900ឆ្នាំមុននោះមកធ្វើគ្រាន់បើអីឥឡូវទេបើចង់គ្រាន់បើតើទៅធ្វើអារឿងឥឡូវហ្នឹងក៏គ្រាន់បើអញ្ចឹងហើយទៅខ្មែរយើងពេលខ្លះត្រង់ដែរប៉ុន្តែត្រង់ពេកត្រង់រហូតដល់អត់ដឹងថាអីគួរអីមិនគួរអញ្ចឹងទៅណាដូចរឿងប្រទេសអញ្ចឹងបើយើងខំប្រឹងជាជនយើងនៅមានកម្រិតវប្បធម៌ក៏ស្វ័យត្បិតថាក្រមសីលធម៌ខុសខ្មែរយើងពីដើមគ្រាន់បើហើយប៉ុន្តែឥឡូវធ្លាក់ចុះទេនោះមិនមែនគ្រាន់បើទេណាក្រមសីលធម៌យើងថាសម័យទំនើបមកនេះមនុស្សស្រួលពេកខ្មែរយើងធ្លាប់តែឆ្លងកាត់សង្គ្រាមធ្លាប់តែឆ្លងកាត់ភាពទុក្ខលំបាកអីច្រើនសតវត្សច្រើនទសវត្សមកដល់ត្រឡប់មកបានសុខសន្តិភាពដូចរាល់ថ្ងៃទៅក៏រៀងគេហៅថាភ្លើតភ្លើនមិនសបាយធម្មតាទេមិនសបាយអធម្មតាទេវាទៅជាភ្លើតភ្លើនហើយភ្លើតភ្លើនវាមានអីល្អមានអីត្រូវទៅនាំគ្នាសបាយផ្លេចរៀនផ្លេចសូត្រអីទៅយុវជនអីសំថ្ងៃចោលសាលាច្រើនណាស់យើងមើលអត្រាភាគរយរបស់ប្រជាជនក្នុងការដែលមានយុវវ័យរៀនចប់ថ្នាក់មហាវិទ្យាល័យថ្នាក់វិទ្យាល័យអីហ្នឹងគឺថាមានច្រើនណាស់មានកាលដែលមិនបានរៀនចប់ហ្នឹងច្រើនហើយការសិក្សារបស់យើងពេលខ្លះគ្រាន់តែនាមទៅទៀតអ្វីត្បិតថាការសិក្សារៀនសូត្រដែលរដ្ឋាភិបាលដែលក្រសួងអីហ្នឹងគេចេញមកវាមានតម្លៃហើយក៏ពិតមែនប៉ុន្តែសម័យខ្លួនពេលច្រើនយើងរៀនឲ្យតែបានថាឈ្មោះថារៀនចឹងណាมันមានគំនិតដូចជារមវិសាអូហ្នឹងគាត់ថាមានកំណើតតែខ្វះគំនិតមានកំណើតជាមនុស្សបានរៀនបានសូត្រហើយប៉ុន្តែអត់បានគិតអ្វីដែលថាធ្វើឲ្យជាប្រយោជន៍ណាវាដឹងតែរៀនឲ្យតែរៀនទៅចេះទៅបានធ្វើការក៏បានធ្វើការទៅហើយធ្វើការអស់ត្រឹមនៅឃើញតែចង់ឲ្យតែខ្លួនឯងបានការងារធ្វើទៅបានចិញ្ចឹមជីវិតទៅអត់បានគិតថាតើខ្លួនឯងត្រូវរៀនដើម្បីអ្វីឲ្យចេះឲ្យដើម្បីឲ្យខ្លាំងហើយដើម្បីជួយខ្លួនឯងតែកតាជួយខ្លួនឯងបានហើយវាត្រូវតែជួយសង្គមជាតិណែយើងវាអត់បានគិតអញ្ចឹងទេដោយច្រើនទៅវានៅឃើញថាវល់ត្រឹមតែជួយខ្លួនឯងចឹងតែអ្នកខ្លះហ្នឹងមិនតែបានជួយខ្លួនឯងទេមិនជួយខ្លួនឯងដោយល្បិចទេមិនជួយខ្លួនឯងគឺថាម្ដាយឪពុកខំឲ្យទៅរៀនហើយមិនបានទៅរៀនទៅទៀតព្រោះរវល់តែភ្លើនជាមួយអាភាពដែលខ្លួនឯងថាសបាយបាយនឹងពួកនឹងក្រុមសបាយនឹងគណៈសបាយនឹងភាពស៊ីវិល័យលយឆាយខោអាវពណ៌សក់គ្រឿងប្រើប្រាស់ទំនើបគ្រឿងហូបចុកទំនើបអីហ្នឹងគឺថាសបាយមែនប៉ុន្តែវាភ្លើនវាមិនមែនសបាយធម្មតាទាំងដែលខ្លួនឯងមិនបានប្រើការសបាយនេះមកគិតថាតើប្រទេសយើងស្ថិតក្នុងកម្រិតណាជាតិសាសន៍យើងស្ថិតនៅក្នុងកម្រិតណាហើយយើងសបាយក្នុងកម្រិតណា
យើងគិតមើលទៅឥឡូវនេះគ្រាន់បើបន្តិចប្រហែលឆ្នាំឥឡូវនេះមិនសូវគ្រាន់បើដោយសារដីលក់មិនដាច់ទេបើសិនតែដីលក់ដាច់វិញតាមផ្ទះសបាយអូប្រលប់មិនតាន់ទេឃើញតែជុំគ្នាមិនដឹងតែស្អីខ្លះទេបាសមានគ្រប់តែផ្ទះហ្នឹងកើតកន្លែងច្រៀងគ្រប់តែផ្ទះណាមែនទេ2ឆ្នាំមុនអី3ឆ្នាំមុនអីដែលតាន់មានកូវីដមិនតាន់អីដីនៅលក់ដាច់ឃើញហើយឃើញសបាយគ្រប់តែផ្ទះហ្នឹងអីហើយសបាយហ្នឹងមិនមែនសបាយធម្មតាទេណាលក្ខណៈភ្លើតភ្លើនដល់ទៅពេលដីលក់លែងដាច់ទើបឃើញការຕົកឡើងការຕົកកើតឡើងរាល់ថ្ងៃសួរថាអ្នកណាក៏ការຕົកដែរអ្នកណាក៏មានបំណុលដែរអ្នកណាក៏លំបាកអញ្ចេះលំបាកអញ្ចោះដែរបានរត់រនអ្នកជួយអញ្ចឹងទៅអាហ្នឹងអញ្ចឹងទៅអញ្ចឹងនឹងហើយជាផលនៃសេចក្តីភ្លើតភ្លើននោះអញ្ចឹងខ្ញុំបណ្ដាខ្ញុំពេលខ្លះអាណិតអ្នកដែលមានពូជម្បូរជាខ្មែរដែរប៉ុន្តែគេតស៊ូដោយឆន្ទៈដោយអីពិតប្រាកដហើយពេលខ្លះសង្វេគខ្មែរកដាលយើងដោយតែឥឡូវយើងនិយាយទៅថាដូចគ្នាកម្ពុជាក្រោមអញ្ចឹងទៅគេមិនឲ្យរៀនអក្សរខ្មែរនេះខំរៀនអក្សរខ្មែរអូខំនោះខំតាមវត្តគេខំបិទខំបាំងអ្មេចក៏ដោយនេះខំប្រឹងរៀនខំប្រឹងថែរក្សាគេមិនឲ្យនិយាយខំនិយាយដែរគេមិនឲ្យរាំខំរាំរបាំខ្មែរគេមិនឲ្យស្លៀកពាក់ខំស្លៀកពាក់បើខ្មែរតែខំគ្រប់ខំសពដល់ខ្មែរកដាលយើងពេលខ្លះវាសេរីខ្លាំងពេកទៅលែងចង់រៀនខ្មែរទៅទៀតនោះណាអានេះមិនមែនសប្បាយទេណាបើទៅជាភ្លើតភ្លើនលើតភ្លើននេះមិនមែនរឿងធម្មតាទេរឿងហ្នឹងរឿងគួរសង្វេគរឿងគួរសង្វេគបាត់ឆន្ទៈទៅណាអស់ទៅក្រែងខ្មែរយើងធ្លាប់ពូជអ្នកមានឆន្ទៈឥឡូវមិនក៏បាត់ឆន្ទៈអស់ទៅមិនទៅនិយាយរឿងស្នេហាជាតិឯណាវែងឆ្ងាយយុវជនក្រោយសក្រន់តែឲ្យប្រឹងរៀនតែអក្សរខ្មែរឲ្យតែចេះហ្នឹងសឹមតែអស់ឆន្ទៈរៀនដែរនៅសល់ប្រមាណភាគរយក្នុងសង្គមយើងដែលតែក្មេងកើតមកចង់រៀនខ្មែរចេះនេះសួរមើលកូនក្មេងបើមិនធំឡើងចង់ចេះអីចង់ចេះចិនចង់ចេះអីចង់ចេះអង់គ្លេសណោះតែចង់ចេះឯណាឯណោះដែលមិនមែនជារបស់ខ្លួនឯងតែមានដែលសួរកូនក្មេងហើយក្មេងណាដែលឆ្លើយមកថាធំឡើងខ្ញុំចង់រៀនខ្មែរឲ្យប៉ាកែបន្ទាប់មកបានខ្ញុំរើសរកភាសាណាមករៀនឲ្យចេះមានន័យក្មេងណាមានឆន្ទៈអញ្ចឹងកុំថាឡាយក្មេងយុវវ័យ20 30ហ្នឹងអត់មានឆន្ទៈអញ្ចឹងក៏ណាឥឡូវយើងឃើញទេឃើញភាពដែលសង្វេគកើតឡើងទេមើលមិនឃើញទេព្រោះយើងកំពុងតែអញ្ចឹងដែរយើងគិតតែរឿងហ្នឹងវាធម្មតាតែយើងមានតែមើលឃើញអីថានងជាភ័យឆ្លងកាត់សង្គ្រាមផងគេកាប់គេចាក់គេព្យួរកគេដាក់ជាវ៉ាក់គេចំនឹងទប់បដិទឹកអាម៉េចនៅខ្មែរខំថែអសរប្រឹងប្រែងរៀនសូត្រដល់ឥឡូវគេទាំងកុំទាំងកើតមានសពមានគ្រប់គេឲ្យសាលារៀនយ៉ាងច្រើនមកភូមិមានសាលាសឹងមួយដែរតែអត់អ្នកចង់រៀនទៅទៀតសួរយាយតាទៅពីដើមទៅរៀនសិតតែរត់សិតតែឆ្លងទឹកឆ្លងវាលស្រែទៅរៀនព្រោះតែចង់ចេះអក្សរខ្មែរប្រឹងប្រែងរៀនដល់តែឥឡូវមានទាំងឡានឲ្យទៅដល់សាលាហើយពេលខ្លះអត់ទាំងចង់រៀនទៅទៀតនឹងរឿងដែលយើងគួរសង្វេគហើយយកវិទ្យាសាស្ត្រយើងអត់ចេះហើយសបូនអ្នកអត់ចង់រៀនអញ្ចឹងទៀតសំគេឌីលអញ្ចឹងហ្នឹងណាមិនខុសទេកុំបន្ទោសគេវាខ្លះនោះមិនមែនថាអញ្ចឹងទេកម្មជាងគេប៉ុន្តែអត់ទេយើងត្រូវរៀនទទួលស្គាល់ការពិត
យើងមិនទទួលស្គាល់ការពិតទេរស់នៅតែក្នុងសមោលអតីតកាលអញពូជមហានគរអញពូជអ្នកកសាងអង្គរអញកោកើតកំណើតមុនឯងមុនអញបានប្រយោជន៍អីរឿងអស់ក្នុងរឿងដូចយល់សពអញ្ចឹងហ្នឹងកើតមិនទាន់គ្រប់តែគ្នាឬតែគេថាចរិតក្នុងពងសាវតាយល់ថាមកធ្វើក្រន់បើហើយដល់អញ្ចឹងប៉កែតែខាងឡំប៉ាអញ្ចឹងទៅមនុស្សមិនចេះឡំប៉ាហើយចេះតែមនុស្សចេះគេកម្រឡំប៉ានៅស្ងៀមចាំមើលសភាពការវាយ៉ាងម៉េចតែមនុស្សដែលមិនចេះហ្នឹងគឺថាភាគច្រើនហ្នឹងគឺថាច្រឡោតអត់ស្ដាប់ហេតុផលយកពិចារណាហើយប៉កែខាងច្រឡោតយើងសប្តាហ៍